ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនឹកឃើញចង់ហូបស្តេកតែស្តេកគេនោះស្តេកបែបខ្មែរទេបងប្អូនអើយមានបាប្រាំងអាឡម៉យទេព្រមចេះមើលតែរូបគេនោះទៅហើយក៏មកធ្វើរបៀបខ្មែរយើងហ្នឹងដាក់ឲ្យទៅត្រូវពណ៌ត្រូវជាតិគេនោះចាហើយនេះប្រឡាក់ជាមួយនឹងម្សៅស៊ុបគ្រឿងលួងរបស់ខ្មែរយើងផលិតផលខ្មែរយើងមានអីបងប្អូនមានជាតិឆ្ងាញ់ណាចាហើយខ្ញុំត្រាំវាជាមួយនឹងស្រាក្រហមដើម្បីឲ្យសាច់ហ្នឹងវាបានឆាប់ផុយអញ្ចឹងទៅហើយខ្ញុំយកទៅត្រាំទុកក្នុងទូទឹកកកប្រហែលជាកន្លះម៉ោងអីតម្រាំយើងធ្វើសាច់តម្រាំយើងធ្វើបន្លែធ្វើអីហៅអីចឹងទៅចាំយើងយកនោះមកជៀនក្រោយគេណាយើងមានការ៉ុតមានត្លូងប្រាំងអីមានផ្កាខាត់ណាសខាត់ណាបៃតងអីចឹងរួយដាក់មកទៅវាចម្រុះពណ៌ឲ្យជីវជាតិហ្នឹងក៏វាឡើងទៅតាមហ្នឹងទៅចាហើយរបៀបជៀនត្លូងប្រាំងនេះខ្ញុំចិត្តវាស្ដើងហើយខ្ញុំយកទៅលាងទឹក3ទឹកហើយទឹកទី4ខ្ញុំដាក់អំបិលបន្តិចទឹកខ្មេះបន្តិចដែលត្រាំវាប្រហែលជា2-3នាទីទៅចាំស្រង់មកយើងយកមកពងមានអីស្រួយដូចគេអាត្លូងប្រាំងពងនៅក្នុងហាងលក់ផ្លូវមន់លើដូចអីនោះចាហើយនេះខ្ញុំដាំទឹកក្តៅសូបន្លែខ្ញុំដាក់អំបិលបន្តិចទៅហើយប្រេងឆាយើងអា healthy plus របស់គ្រប់ហ៊ុនជីបម៉ងហ្នឹងមានអីប្រេងឆាខ្មែរអីផលិតផលរបស់ខ្មែរយើងហូបទៅដើម្បីសុខភាពយើងទាំងអស់គ្នាហើយនេះយើងមកពងត្លូងប្រាំងចាហើយបន្ទាប់ពីស្ងោរបន្លែនោះហើយយើងមកដាក់ចៀននេះហ្នឹងគេហៅចៀននេះគេហៅ steak ទេខ្ញុំច្បាស់ទេចាយើងដាក់បន្លែដាក់អីចូលមកចៀនវាបន្លែណាត្រូវស្ងោរបន្លែណាត្រូវចៀនចាហើយនេះបកាខ្ញុំដាក់ប្រហែលជា4បកាដែរដោយសារកូនផងនោះគាត់ហូបសាច់គោវាមិនដាច់ព្រោះសាច់គោខ្មែរយើងវាដឹងស្រាប់ហើយបងប្អូនមិនទៅដូចសាច់គោជប៉ុនសាច់គោអូស្ត្រាលីអីមានអាចជាប់ខ្លាញ់សាច់វារៀងផុយចាដល់សាច់គោខ្មែរយើងដំជាមួយនឹងកប៉ាត់ផងអីផងគោវានៅតែរៀងស្វិតចឹងទៅវាមិនផុយអីឆ្ងាញ់ដូចគេបណ្ដៃយ៉ាងហោចណាក៏មានជាតិជាងគេដែរវាមិនសាច់កកមិនអីចឹងណាហើយនេះមានតាំងពីផ្សិតមានតាំងពីមហិចដល់ពេលដាក់អំពងជាមួយនឹងប៊ឺអីចឹងទៅដល់ពេលហូបមានអីឆ្ងាញ់ណាបងប្អូនជប់ឲ្យហឹលតិចហើពេញមាត់ហើយបានម៉ាក់នេះក្បាលម៉ាក់អត់ខ្លួនអត់មានទេបានតែក្បាលព្រោះក្បាលហ្នឹងទៅទិញបកាដល់មកគេថែមក្បាលម៉ាក់នឹងឲ្យចាហើយបកាពេលហូបមិនដែរចោលក្បាលទេកាត់ទំហំវាឲ្យស្អាតមកពេលដែលជៀនឆ្អិនហើយដៃគូសហការដែលហូបក្បាលបកាហ្នឹងគឺខ្មៅគេចូលចិត្តណាក្បាលម៉ាក់ហ្នឹងឈ្ងុយណាហើយបានមានតាំងពីតពាំងប្រាំងយើងធ្វើមិនឲ្យដូចគេទៅដាក់ទៅបន្លែទាំងអស់ហ្នឹងយើងហូបទៅវិជីជាតិល្អដើម្បីសុខភាពទៅជួងកាទៅមានលុយបន្តិចទៅក៏ហូបអីឲ្យរៀងឆ្ងាញ់តិចទៅចាបើសិនជាអត់លុយទេពងទាជៀនអីចឹងទៅងាយនិយាយធ្វើដូចមែនតើបងប្អូនយូរនឹកឃើញធ្វើអាមហូបអញ្ចឹងហូបម្ដងវាមានទាំងអស់អីប្រមាណនេះគ្រាន់ថាយើងអាសាអត់យើងខ្ជិលអត់ចឹងណាបើអាសាទៅក៏ធ្វើហូបទៅព្រោះអាមហូបចេះមិនមែនទៅធ្វើ4-10នាទីហើយណាគ្រាន់តែជៀននេះគោក៏បែ20ទៅ30នាទីដែរចាដូចក្បាលម៉ាក់មួយនេះសំណំសួនណាវារៀងយូរជាងគេដែរចាហើយនេះយើងជៀនអីអស់ហើយយើងមកដាក់សាច់គោក្រោយគេនេះសាច់គោពេលយើងបន្លាក់ជាមួយនឹងស្រាក្រហមចឹងទៅវារៀងផុយបន្តិចបងប្អូនមានស្រាក្រហមទេយើងប្រើប៊ីយ៉ាក៏បានដែរណាប៊ីយ៉ាក៏បានឬក៏យើងប្រើជាមួយនឹងទឹកដូងហើយយើងដាក់ទឹកខ្មេះបន្តិចទៅក៏ជួយឲ្យឆាប់ផុយដែរចាអានេះឆ្អិនមកល្មមវាមិនឆៅពេកក៏មិនឆ្អិនពេកអាចចូល70%ហើយនេះថែមបកា2អីទៀតមកមួយចានហ្នឹងហើយខ្លាញ់ដែលយើងជៀននេះមានខ្ញុំចាក់ជាមួយនឹងស្រាក្រហមដែលនៅសល់ប្រឡាក់ពីចានហ្នឹងខ្ញុំចាក់ចូលហើយខ្ញុំដាក់ទឹកបន្តិចហើយខ្ញុំលាយជាមួយនឹងអំបិលម្រេចខ្ញុំលាយឲ្យរួចហើយខ្ញុំដាក់ចូលហើយថែមស្ករហើយខ្ញុំថែមទឹកដោះគោហើយច្របាច់ក្រូចឆ្មាចូលមកចំហៀងទៅ
ôi rồi chuyện đằng tàu na thì bông bố nó vậy bị chập chiếc kia nó trâu cho môi nè sạch cô nó ngồi đạm hơi bị lời chẳng thì bông bố chung ngồi vậy nè nè mà xả thưa hộp từng ngọt kia mà lỡ mà hộp bao nhiêu khiêm rươi rồi là cô này cái thèm là ngâu nhầm linh là ngâu đã hay bàn bơ bàn ấy là nghĩ những cái miếng bài thế cha bài cứ bơ lại cứ mà chan ném chan là lỡ rui rồi là bông bố mà chơi bị xa cho môi khiêm từng ngọt kia chứ ngay như bông bố này bạn sẽ có hôm đôi prang hay kia thì đúng rồi ỏi yang ná này đây cu dạ ca hộp cả ba mắc cả tôi mắc hay năng cả ba kia